រឿងដ៏គួរឲ្យភ្ញាក់ផ្អើលទាំង5នៃការផឹកកាហ្វេជារៀងរាល់ថ្ងៃកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ការពីប្រឆាំងនឹងជំងឺ neurodegenerativeការទទួលទានកាហ្វេជាប្រចាំថ្ងៃត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺ Alzheimer និងជំងឺ Parkinson 2. កាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មគឺជាប្រភពដ៏មានឥទ្ធិពលនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រឆាំងរ៉ាឌីកាល់សេរីនិងកាត់បន្ថយការរលាក 3. ជួយដល់សុខភាពថ្លើមការផឹកកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃជំងឺថ្លើមរួមទាំងមហារីកថ្លើមនិងក្រិនថ្លើម4. ធ្វើឲ្យប្រសើរឡើងនៅការអនុវត្តរាងកាយជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចបង្កើតកម្រិតអ៊ឺដ្រេណាលីនពង្រឹងសមត្ថភាពរាងកាយអំឡុងពេលហាត់ប្រាណ 5. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2ការសិក្សាបង្ហាញថាអ្នកផឹកកាហ្វេធម្មតាមានហានិភ័យទាបនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី2សង្ឃឹមថាអត្ថបទនេះនឹងជួយជាប្រយោជន៍សម្រាប់លោកអ្នកជួបគ្នានៅវីដេអូក្រោយ